មករៀនធ្វើទឹកត្រីជាមួយខ្ញុំទំនងទេទឹកត្រីធ្វើដោយខ្លួនឯងគុណភាពនិងសុវត្ថិភាពហើយយើងចង់បានរសជាតិដែលតាមចូលចិត្តរបស់យើងហើយបងប្អូនអាចមើលវីដេអូខ្ញុំបានណាគឺមុនដំបូងខ្ញុំដាក់ស្ករសយើងនឹងប្រហែលមួយវែកណាបើគិតជាទម្ងន់ប្រហែលជាមួយខាំអីហ្នឹងបងប្អូនខ្ញុំកូរស្ករឲ្យឡើងក្រហមអញ្ចឹងមកបន្ទាប់មកគឺខ្ញុំចាក់ទឹកប្រហុកដែលខ្ញុំត្រាំទុកហ្នឹងគេហៅថាមេប្រហុកខ្ញុំត្រាំទុកជាមួយប្រហុកហ្នឹងអឺចំណុះប្រហែលជា3លីត្រទឹកមេប្រហុកហ្នឹងហើយយើងចាក់ទឹកសយើងហ្នឹងចូល1លីត្រកន្លះទៀតមកចំនួនទាំងអស់ហ្នឹងសរុបប្រហែលជា4លីត្រកន្លះជិត5ហ្នឹងបងប្អូនហើយខ្ញុំថែមប៊ីចេងមួយកូនឡាព្រាកាហ្វេចឹងមកហើយម្នាស់យើងមួយផ្លែធំចឹងមកដើម្បីឲ្យកាត់ឆ្អាបហើយឲ្យរសជាតិទឹកត្រីកាន់តែឆ្ងាញ់ចឹងណាជាមួយម្នាស់ហើយបងប្អូនបើសិនជាអត់មានប្រហុកគេហៅថាមេប្រហុកទេគឺបងប្អូនអាចយកប្រហុកយើងធម្មតាហ្នឹងមកស្ងោរវាអញ្ចឹងទៅណាជំនួសមេប្រហុកបងប្អូននៅស្រុកខ្មែរសម្បូរទឹកប្រហុកច្រោះពីប្រហុកតែយើងនៅទីនេះអត់មានយើងធ្វើតាមនឹងអញ្ចឹងទៅណាបងប្អូនហើយពេលដែលទឹកយើងដាំពុះអញ្ចឹងមកបងប្អូនគឺមានពុះហើយយើងដួសពពុះកាកសំណល់នឹងចេញឲ្យស្អាតអញ្ចឹងទៅដើម្បីឲ្យទឹកត្រីយើងរាងថ្លាអញ្ចឹងណាបងប្អូនហើយបងប្អូនអើយធ្វើនៅក្នុងផ្ទះគឺធំក្លិនខ្លាំងជាមួយនឹងប្រហុកអញ្ចឹងខ្ញុំធ្វើនេះគឺនៅក្រៅផ្ទះទេបងប្អូនហើយកែក្ដៅយើងឆ្លៀតឱកាសអញ្ចឹងណាគឺมันបាច់និយាយទេបងប្អូនអើយទឹកធំក្លិនសក់ខ្លួនអីពេញនឹងឯងធ្វើហើយនឹងគឺតែមួយទឹកសម្អាតខ្លួនហើយបងប្អូនបើនៅក្នុងផ្ទះគឺធំក្លិនណាស់ហើយទឹកប្រហុកដែលខ្ញុំរងាស់ទៅឡើងពណ៌បែបហ្នឹងឯងរួចរាល់ហើយគឺខ្ញុំយកមកត្រងកាកសំណល់ជាមួយនឹងកត្រងហ្នឹងគឺកាកសំណល់ម្នាស់ហើយនឹងឆ្អឹងប្រហុកអីហ្នឹងយើងត្រងឲ្យស្អាតចឹងហើយរួចហើយក៏ខ្ញុំយកមករមាស់ខ្ញុំកូរស្ករជាលើកទី2ម្ដងទៀតខ្ញុំដាក់ស្ករត្នោតនឹងខ្ញុំដាក់បន្តិចទេដើម្បីឲ្យពណ៌កាន់តែស្រស់ស្អាតចឹងគឺខ្ញុំចាប់បានពណ៌ក្រហមមកបងប្អូនអញ្ចឹងក៏ខ្ញុំដាក់កូរម្ដងទៀតទៅហើយកូរស្ករក្រហមមកគឺខ្ញុំចាក់ទឹកប្រហុកដែលខ្ញុំត្រងកាកសំណល់ហ្នឹងខ្ញុំចាក់ចូលមកហើយខ្ញុំរងាស់ម្ដងទៀតចឹងណាបងប្អូនគេហៅថារងាស់ឲ្យដាច់ទឹកមួយទឹកពីរមិននោះបងប្អូនឲ្យខ្ញុំរងាស់គេហៅថាដាច់ទឹកណាទឹកលើកទី2គេហៅទឹក1ទឹក2បងប្អូនហើយរួចរាល់ក៏ខ្ញុំចាក់ត្រងដាក់កន្សែងរបៀបហ្នឹងមកបងប្អូនកន្សែងយើងយកកន្សែងដែលរាងក្រាស់កុំឲ្យមានប្រហោងធំធំណាពេលណាប្រហោងធំគឺវាកាកសំណល់ហ្នឹងវាស្រក់ទៅជាមួយអញ្ចឹងទឹកត្រីអត់ថ្លាអញ្ចឹងគឺកន្សែងបែបនេះមកបងប្អូនហើយយើងដួសត្រងបន្តិចម្ដងអញ្ចឹងណាយើងកុំបង្ខំវាឲ្យទឹកត្រីហ្នឹងគឺស្រក់តាមសម្រួលរបស់វាចឹងមកហើយកន្សែងដែលខ្ញុំត្រងគឺត្រងរបៀបហ្នឹងឯងបងប្អូនហើយខ្ញុំត្រង2ដងបងប្អូនអើយគឺលើកទី1ហ្នឹងគឺបានសម្រេចល្អហើយប៉ុន្តែខ្ញុំចង់បានឲ្យស្អាតម្ដងទៀតហ្នឹងគឺខ្ញុំត្រងជាលើកទី2ទៀតណាត្រងជាលើកទី2យើងចាក់មកគឺយើងអត់មានកាកសំណល់ទេអញ្ចឹងគឺទឹកត្រីយើងស្អាតហើយចាក់មកគឺហូរលឿនអញ្ចឹងបងប្អូនហើយទឹកត្រីពណ៌ស្អាតហើយរសជាតិក៏ឆ្ងាញ់ដែរបងប្អូនអើយហើយខ្ញុំធ្វើបានសម្រេចគឺបែបនេះឯងបងប្អូនរួចរាល់ហើយក៏ខ្ញុំចាក់ដាក់ដបហ្នឹងគឺបាន4ដបបងប្អូនអើយ4ដបនឹងប្រហែល4លីត្រឬក៏តិចជាងផងដែលខ្ញុំរងាស់ទឹកត្រីមួយឆ្នាំងធំហ្នឹងណាជិត5លីត្រហ្នឹងគឺចុងក្រោយគឺខ្ញុំបាន4ដបនេះឯង4ដបហ្នឹងគឺប្រហែលជា4លីត្រឬក៏ក្រោម4លីត្របងប្អូនហើយចាក់ដាក់ដបរួចរាល់ហើយក៏យើងទុកមួយឡែកចឹងណាបើបងប្អូនចង់បានទឹកត្រីឲ្យងុំហើយរសជាតិកាន់តែឆ្ងាញ់ឬក៏ពណ៌សម្បុរកាន់តែស្អាតណាបងប្អូនយកដបទឹកត្រីហ្នឹងទៅដាក់ហាលថ្ងៃហើយកាន់តែយូរកាន់តែល្អហើយយើងខែក្តៅអញ្ចឹងយើងឆ្លៀតឱកាសទៅខ្ញុំដាក់ហាលថ្ងៃបងប្អូនហើយដាក់ហាលថ្ងៃគឺរសជាតិយើងចង់បានតាមដែលយើងចូលចិត្តទេណាបងប្អូនហើយអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំហើយទឹកត្រីខ្ញុំរួចរាល់ហើយបងប្អូនអើយរបៀបនេះឯងទំនងទេអរគុណច្រើនបាយបាយ